សូមថ្លែងអំណរអគុណយ៉ាងក្រៃលែងចំពោះញោមឧបាសិកាម៉ៅផនឧបាសិកានីឧបាសិកាភៈព្រមទាំងញាតិមិត្តកូនចៅញាតិពធទាំងអស់នៅ កំពង់ក្ដីដែលបានធ្វើចង្ហាន់ស៊ុបភ្លើងពិសេសក្តៅក្តៅហុយហុយកេនប្រសង់ឯនេះបងជាទូទៅញោមបាសិកាអានីញោមបាសិកាម៉ៅផនហ្នឹងគាត់មួយខែហ្នឹងគាត់ទទួលវេនមកវេនបានរយៈពេលប្រហែល2-3ឆ្នាំហើយបងមកគុណក្រៃលែងណាញោមនៅកំពង់ក្ដីបាសិកានីញាតិពធនៅខាងកំពង់ក្ដីមួយខែគាត់ទទួលមកវេនបានប្រកេនប្រសង់នៅវត្តឃ្លាំងបេងដោយយល់ឃើញថានៅទីនេះសង់ច្រើនដែរបងជិត50អង្គដែរបងដូច្នេះទទួលបន្ទុកនេះរឿងធ្ងន់ចឹងគាត់ស្ម័គ្រកាយស្ម័គ្រចិត្តបបួលគ្នាញាតិមិត្តឆ្ងាយចិត្តផងឲ្យផងញាតិពធជួនកាលពេលខ្លះគាត់តនេគាត់អញ្ជើញមកគាត់រវល់ជាប់លក់ដូរcủaញោមបាសិកានេះបាសិកាភៈបាសិកាផ្សេងកូនចៅញោមបាសិកាម៉ៅផននោះគាត់ទៅអាជីវករតែគាត់អត់អាចមកផ្ទាល់ការទេចុះមកហើយក៏លៃលកប្រគេនជាចង្ហាន់ដល់ប្រសងវត្តខាងបេថ្ងៃនេះរៀងរាល់ថ្ងៃ14កើតចឹងញោមតែងផ្ញើបច្ច័យមកផ្ទាល់គេធ្វើជាចង្ហាន់ហើយខែខ្លះគាត់តនេក៏គាត់លៃលកមកខែខ្លះគាត់រវល់ខ្លាំងក៏គាត់ផ្ញើបច្ច័យមកដើម្បីចាត់ចែងជាចង្ហាន់អរគុណញោមក្រៃលែងបនសល់ញោមធ្វើជាប្រចាំខែនេះសូមឲ្យបានជាបច្ច័យនៃការរួចចាក់ទុកហើយនឹងឧទ្ទិសកុសលដល់ពួកញាតិកាសទេវតាភូមិទេវតាទាំងអស់កទេវរាជសពសត្វទាំងអស់ជាពិសេសគឺវរៈកងទ័ពខ្មែរយើងដែលបានពលីក្នុងសមរភូមិពីទាំងមុនទាំងក្រោយសូមឲ្យបានចំណែកនឹងបុណ្យកុសលដល់អស់លោកដែលបានពលីនៅក្នុងសមរភូមិបានបដិសន្ធិក្នុងទេវស្ថានឬក៏កន្លែងដែលមានសេចក្តីសុខអីចម្រើនសូមអភិបាលថែសាញោមញាតិម្ចាស់ដើមទានដែលបានធ្វើចង្ហាន់នេះដែលបានសេចក្តីសុខអីចម្រើននៅផងដែរសូមបានបុណ្យកុសល